គេចំពោះមេហ៊ាននេះគឺគេត្រូវការយើងធ្វើជាលក្ខណៈ poster បែបនេះចឹងក៏ចំពោះទំហំกระดาษរបស់យើងនឹងអាចដាក់ size វាតាមនឹងចំពោះនេះគឺខ្ញុំដាក់បដោយ600ទៅតឹង700តែពីបានប៉ុណ្្នឹងហើយចាក់ background វាមកអានេះបើយើងចង់ចាក់ជាលក្ខណៈ gradient ក៏បានដែរគាត់ដាក់ជាលក្ខណៈ gradient ពណ៌ផ្នែកពណ៌សវារៀងខ្លាំងពេកចឹងយើងចាក់ពណ៌វាធម្មតាសិនណាអូខេយើងចាក់ដល់នេះក្បែរ control ចឹងបន្ទាប់ពីចាក់បានប៉ុណ្្នឹងហើយផ្នែកពណ៌សគឺយើងប្រើ brush អូខេឃើញតែ style brush របស់យើងគឺយើងយកវាជាលក្ខណៈsoft ហើយយើងអាចចុចលេងវាបានចុះបើករណីកន្លែងនេះវាជាបានខ្លាំងពេកយើងអត់ចូលដល់បាត់ទៅយើងអាចបន្ថយកន្លែង flow របស់វាបាន flow របស់វាដាក់វារៀងតិចមកពេលដែលយើងគូសទៅពណ៌នឹងវាចេញមករៀងស្រាលតែចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងចាប់ទាញរូបរបស់យើងមករូបនេះមុនយើងទាញវាទៅគឺយើងត្រូវការ convert វាទៅដែរ convert វាឲ្យចាំចាប់ទាញវាអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងចង់ធ្វើផ្នែកខាងក្រោមនេះរបស់វាចឹងអានេះយើងបង្កើត layer មួយគូសវាគូសជាលក្ខណៈជ្រុងធម្មតាអូខេហើយយើងចាក់ពណ៌វាមកចឹងនេះយើងគ្រាន់តែឧទាហរណ៍ថាសូមចាក់ពណ៌បែបកាត់លឿនដែរចាតទៅពីបានប៉ុណ្្នឹងហើយបង្កើត layer មួយទៀតគូសជាលក្ខណៈអំបងវាត្រូវជាមួយនឹងផ្នែកខាងក្រោមរបស់វាអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងឃើញថានៅខាងលើវាហ្នឹងគឺវាមានពណ៌រាងសនៅខាងលើវាមកតង់ទៀតឈើនឹងគឺយើងអាចប្រើប្រាស់បានដដែលតែកន្លែងនេះខ្ញុំដាក់ស្មៅរបស់វាសិនដោយសារយើងឃើញថាកន្លែងខាងក្រោមវាគឺវាមានពណ៌រាងខ្មៅជាងកន្លែងនេះលេខចូល layer style របស់យើងយកជាលក្ខណៈ drop shadow នេះពណ៌របស់យើងដាក់ពណ៌ខ្មៅហើយនេះ opacity របស់វាយើងចង់បានខ្លាំងឬក៏តិចអាចសេរី opacity វាមកតែនេះយើងគ្រាន់តែចង់ឲ្យវាចេញជាលក្ខណៈស្មៅតែមិនតិចទេយើងអាចដាក់ opacity វារៀងតិចតាមនឹងអូខេចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយផ្នែកខាងលើនេះរបស់យើងគឺវាមានពណ៌រាងសចឹងកន្លែងហ្នឹងគឺយើងប្រើ brush វាមកយើងបង្កើត layer មួយចឹងមុននឹងយើងគូសវាគឺយើងត្រូវការដូរពណ៌នេះត្រូវសិនថាយើងចង់បានពណ៌អីបើយើងចង់បានពណ៌សគេយើងដាក់ពណ៌សហើយកន្លែងនេះបើយើងអត់ចង់វាខ្លាំងពេកយើងសេរី flow វាដដែលទេចឹងបើពណ៌របស់យើងនេះនៅតែខ្លាំងយើងអាចបន្ថយ opacity របស់វាក៏បានអូខេបានប៉ុណ្្នឹងហើយនៅខាងក្រោមវាមានស្មៅអញ្ចឹងស្មៅហ្នឹងគឺយើងប្រើប្រាស់ដដែលទេ
còn những tờ lọc về đã bỏ Control T sẽ về tú bởi dân mới hiện ra là sai cứ dân thích đồ cái lạnh flow đi bảo vệ đã mà rồi phải rồi mình ឃើញថាបើយើងបានប៉ុណ្ណឹងហើយចំពោះអក្សរពេលកកែកន្លងនៅខាងក្រោយដោយសារវាអត់សូវច្បាស់ហ្នឹងគឺយើងវាយអក្សរធម្មតាបើយើងមើលអក្សរបើវិញយើងឃើញថាគឺវាអត់មានពណ៌ទៅអត់មាន fill ទេគឺវាមានតែ stroke ជុំវិញពណ៌ហ្នឹងអញ្ចឹងកន្លែងហ្នឹងដើម្បីលេង style វាយើងចូល layer style របស់យើងយកពាក្យblending option អញ្ចឹងកន្លែង fill របស់វាកន្លែង fill opacity របស់វាគឺយើងដាក់0មកកុំឲ្យវាឃើញតបមកយើងចូលទៅលេង stroke យកមក stroke របស់វាយើងអាចដាក់ size វាតាមហ្នឹងអូខេតើមិនអាចជ្រើស opacity កុំឲ្យវាច្បាស់តែពាក្យកកាកូឡាហ្នឹងវារៀង blur តិចតិចចឹងដើម្បីជ្រើសវា blur យើងចូល filter យក blur ហើយយកពាក្យ Gaussian អូខេនេះអូខេវាចឹងផ្នែកខាងក្រោមវាយើង copy វាធម្មតា Control ចុច Control T ចុចហើយខ្ញុំកាត់ខ្លីៗប៉ុណ្ណឹងហើយរូបទូចមួយហ្នឹងគឺយើង copy វាដដែលទាញ layer វាមកខាងក្រោមចឹងឃើញថារូបនេះរបស់យើងគឺវាអត់សូវច្បាស់ទេវារៀង blur ដដែលអញ្ចឹងចូលលេងនៅក្នុង Gaussian blur របស់យើងដដែលយើងអាចសេរីសាយវាមកយើងចង់ឲ្យវា blur ខ្លាំងឬក៏តិចចឹងរូបផ្នែកផ្សេងទៀតហ្នឹងយើងអាច copy ពីរូបហ្នឹងមកហើយយើង Control T សេរីវាទូចធម្មតាអក្សរនេះវាយធម្មតាដូចគ្នាចឹងចំពោះមេរៀននេះរបស់យើងមានតែប៉ុណ្្នឹងឯង